នៅក្នុងពិភពនយោបាយដែលពោពេញដោយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាមានបុរសម្នាក់ដែលបានកាន់អំណាចយ៉ាងរឹងមាំអស់រយៈពេលជាង3ទសវត្សរ៍គឺលោកអាយ៉ាទូឡាអាលីខាមេនីរឿងរ៉ាវរបស់មេដឹកនាំកំពូលរូបនេះមិនមែនចាប់ផ្ដើមឡើងដោយភាពរលូននោះទេប៉ុន្តែវាបានចាប់ផ្ដើមឡើងក្នុងផ្សែងនៃបដិវត្តន៍និងការតស៊ូប្រឆាំងនឹងរបបស្ដេចសារប្រសូតនៅថ្ងៃទី19ខែមេសាឆ្នាំ1939ក្នុងទីក្រុងម៉ាស់ហាត់ក្នុងគ្រួសារសាសនាដ៏តឹងរ៉ឹងអាលីខាមេនីបានចំណាយពេលយុវវ័យរបស់លោកសិក្សាផ្នែកទ្រឹស្ដីអ៊ីស្លាមយ៉ាងស៊ីជម្រៅលោកគឺជាសិស្សដ៏ស្មោះត្រង់បំផុតម្នាក់របស់លោកអាយ៉ាតូឡាខូមេនីដែលជាបិតាបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ1960និង1970លោកត្រូវបានចាប់ខ្លួននិងធ្វើតារុណកម្មជាច្រើនដងដោយភ្នាក់ងារសម្ងាត់របស់ស្ដេចសារប៉ុន្តែការជាប់ពន្ធនាគារមិនបានធ្វើឲ្យស្មារតីរបស់លោកចុះខ្សោយឡើយផ្ទុយទៅវិញវាបានបង្រួបបង្រួមឆន្ទៈរបស់លោកឲ្យកាន់តែមុតស្រួតក្នុងការផ្លាស់ប្ដូរអ៊ីរ៉ង់ឲ្យទៅជាមហាអំណាចអ៊ីស្លាមនៅពេលបដិវត្តន៍អ៊ីស្លាមទទួលជោគជ័យក្នុងឆ្នាំ1979អាលីខាមេនីបានក្លាយជាតួអង្គសំខាន់ក្នុងជួររដ្ឋាភិបាលថ្មីលោកបានឆ្លងកាត់ការសាក់លបងដ៏ធំធេងក្នុងនាមជាប្រធានាធិបតីអ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាមដ៏ព្រៃផ្សៃជាមួយប្រទេសអ៊ីរ៉ាក់ក្នុងគ្រានេះហើយដែលលោកស្ទើរតែបាត់បង់ជីវិតដោយសារការប៉ុនប៉ងធ្វើឃាតមួយដែលបណ្ដាលឲ្យដៃស្ដាំរបស់លោកលែងមានចលនាជារៀងរហូតរបួសរូបកាយនេះបានคล้ายជាសញ្ញាណនៃទុក្ខវេទនាដើម្បីសាសនាដែលធ្វើឲ្យលោកកាន់តែទទួលការគោរពពីអ្នកគាំទ្រនៅពេលមរណភាពរបស់លោកអាយ៉ាតូឡាខូមេនីក្នុងឆ្នាំ1989មជ្ឈដ្ឋានជាច្រើនគិតថាអ៊ីរ៉ង់នឹងធ្លាក់ក្នុងភាពវឹកវរប៉ុន្តែក្រុមប្រឹក្សាអ្នកជំនាញបានជ្រើសរើសអាលីខាមេនីឲ្យឡើងជាមេដឹកនាំកំពូល Supreme Leader ដែលជាតំណែងមានអំណាចលើសស្ដេចគេក្នុងប្រទេសទាំងផ្នែកយោធានយោបាយនិងសាសនាយុទ្ធសាស្ត្រដឹកនាំរបស់លោកអាលីខាមេនីគឺផ្អែកលើគោលការណ៍ការតស៊ូដោយភាពអត់ធ្មត់ប្រឆាំងនឹងឥទ្ធិពលលោកខាងលិចជាពិសេសសហរដ្ឋអាមេរិកដែលលោកតែងតែហៅថាជាមហាវិញ្ញាណអាក្រក់លោកបានកសាងបណ្ដាញឥទ្ធិពលដ៏ស្មុគស្មាញមួយនៅទូទាំងតំបន់មជ្ឈិមបូព៌ាតាមរយៈការគាំទ្រដល់ក្រុមប្រដាប់អាវុធនានាដើម្បីពង្រីកដែនអំណាចរបស់អ៊ីរ៉ង់លោកបាននាំប្រទេសឲ្យដើរលើផ្លូវនៃបច្ចេកវិទ្យានុយក្លេអ៊ែរទោះបីជាត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយសម្រាប់លោកអាលីខាមេនីការចោះចាញ់នឹងសម្ពាធអន្តរជាតិគឺជាការក្បត់នឹងតម្លៃបដិវត្តន៍លោកបានគ្រប់គ្រងប្រទេសដោយប្រើប្រាស់កម្លាំងយោធាស្មោះត្រង់គឺកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ដើម្បីបង្ក្រាបរាល់ការបះបោរក្នុងស្រុកនិងការពារស្ថិរភាពនៃរបបដឹកនាំបច្ចុប្បន្នក្នុងវ័យជរាអាលីខាមេនីនៅតែជាបុរសម្នាក់ដែលសម្រេចចិត្តលើជោគវាសនារបស់អ៊ីរ៉ង់និងជះឥទ្ធិពលដល់ទុនយាភាពអំណាចក្នុងចក្រវាឡនយោបាយសកលលោកគឺជាអ្នកលេងអុកនយោបាយដ៏ចំណានដែលដឹងពីរបៀបប្រើប្រាស់សាសនាយោធានិងការឃោសនាអប់រំដើម្បីរក្សាភាពអមតៈនៃអំណាចជីវិតរបស់លោកអាលីខាមេនីគឺជាសក្ខីភាពនៃបុគ្គលម្នាក់ដែលហ៊ានដើរលើផ្លូវដែលពោរពេញដោយការរិះគន់និងសត្រូវដើម្បីរក្សាអ្វីដែលលោកជឿជាក់ថាជាបេសកកម្មដ៏ពិសិដ្ឋនៃព្រះជាម្ចាស់ទោះបីជាពិភពលោកមើលឃើញលោកក្នុងរូបភាពខុសៗគ្នាប៉ុន្តែឥទ្ធិពលរបស់លោកនឹងនៅតែដកជាប់ក្នុងប្រវត្តិសាស្ត្រទំនើបក្នុងនាមជាមេដឹកនាំដែលមិនចេះចុះញ៉មនិងជាអ្នកយាមកាមដ៏រឹងមាំនៃមនោគមវិជ្ជាបដិវត្តន៍អ៊ីស្លាមជារៀងរហូត